ខ្សែនេះគឺចេញពីយ៉ូតបាទភ្ជាប់ពីជើងខាងនេះបាទរបស់ខ្សែពណ៌ក្រហមណាឆ្នូតសហ្នឹងចេញមកតាមខ្សែពណ៌ក្រហមឆ្នូតខ្មៅណាបាទខ្សែនេះជាខ្សែភ្លើងបាទ12វ៉ុលបាទពេញណាបាទឡើងទៅសោហើយបើខ្សែមួយខ្សែនេះទៀតគឺជាខ្សែម៉ាស់តួទេសួស្តីបងប្អូនជាជួសជុលម៉ូតូយើងទាំងអស់គ្នាបាទខ្ញុំសូមបញ្ជាក់បងប្អូនណាជាទម្រង់យ៉ូតសាកបាទប្រភេទពួកស្គូពី011 12 13បាទ14 15ហ្នឹងគឺវាអត់ខុសគ្នាទេបងប្អូនបូកសរុបទាំងคลิกទៀតណាវាខុសតែទម្រង់បាទយ៉ូតទេបាទការធ្វើការវាអត់ខុសគ្នាទេបងប្អូនជំហានដំបូងហ្នឹងគឺមានភ្លើងបាទនេះខ្សែពណ៌ក្រហមឆ្នូតសហ្នឹងមកស័យបាទធ្វើដំណើរពីពុយស៊ីបលេខ15បាទបានបំបែកទៅលាជើង4មួយបន្ទាប់មកគឺវាចូលមកក្នុងយ៉ូតបញ្ជាក់អានេះជាមេភ្លើងរបស់វាកាលណាបើសិនដកបាទខ្សែនឹងចេញមកបាទគឺអត់មានភ្លើងដែលអាចចម្លងទៅឲ្យបាទខ្សែពណ៌ក្រហមឆ្នូតខ្មៅនេះទេយ៉ាងខ្សែពណ៌ក្រហមឆ្នូតខ្មៅនេះគឺបាទចេញពីយ៉ូតសាអត់មានឆ្លងកាត់ពុយស៊ីបទេគឺ direct ទៅកុងតាក់សោតែម្ដងណាបងប្អូនបាទហើយខ្សែពណ៌សសុទ្ធបាទសូមបញ្ជាក់ណាខ្សែពណ៌សុទ្ធនេះគឺខ្សែ direct បាទចេញពីដុំភ្លើងបាទ direct ចេញពីដុំភ្លើងបាទចូលមកក្នុងបាទយ៉ូតសាអញ្ចឹងខ្ញុំសូមបញ្ជាក់មួយដែរបាទចន្លោះភ្លើង AC ដែលវាបង្កើតបានពីការបង្វិលប្រឡងនេះគឺវាមានបាទចន្លោះចាប់ពី90បាទទៅដល់130 វ៉ុល AC ណាដែលយើងវាស់នៅលើអូម៉ែត្រកាច់ទៅវ៉ុល AC ហ្នឹងគឺបាន90បាទទៅដល់130 វ៉ុល AC អញ្ចឹងភ្លើងហ្នឹងគឺអាចបំលែងធម្មពលបាទពីបាទ AC ទៅ DC រត់ចេញមកតាមខ្សែពណ៌បាទក្រហមឆ្នូតសអញ្ចឹងខ្សែពណ៌ក្រហមឆ្នូតសនៅពេលដែលម៉ូតូមិនទាន់បិឆេះវាទាញភ្លើងពីក្បាលអាគុយណាឆ្លងកាត់ពុយស៊ីបលេខ15ហ្នឹងចូលមកក្នុងយ៉ូតដើម្បីភ្ជាប់ឲ្យនេះបាទនេះភ្ជាប់នេះណាបាទភ្ជាប់ឲ្យខ្សែពណ៌ក្រហមឆ្នូតខ្មៅណាអញ្ចឹងខ្សែពណ៌ក្រហមឆ្នូតខ្មៅហ្នឹងគឺបាទវាមានតួនាទីបាទចេញទៅភ្ជាប់ពីជើងម្ខាងរបស់យ៉ូតទៅជើងម្ខាងទៀតបាទភ្ជាប់ជាមួយនឹងខ្សែពណ៌បាទក្រហមឆ្នូតខ្មៅគឺវាឡើងសោបងប្អូនណាប្រភេទខ្សែសោរបស់ស៊េរីស្គូពី015ចុះក្រោមវាប្រភេទខ្សែ2បាទអញ្ចឹងនៅពេលដែលយើងកាច់សោបាទបានវាចែកចាយទៅ7ចំណុចណា7ទៅ8ចំណុចណាទៅតាមប្រភេទម៉ូតូបាទអញ្ចឹងនៅក្នុងនេះដំណើរការទៅបានគឺត្រូវមានម៉ាស់វានៅពណ៌បៃតងនៅឡើយទេបងប្អូនណាបាទអញ្ចឹងអត្តសញ្ញាណរបស់បាទ Honda គឺខ្សែចែកចាយរបស់វាគឺជាខ្សែពណ៌ខ្មៅសុទ្ធណាដោយអាសង់ហ្នឹងអាការ៉េក៏ដូចគ្នាដែរអញ្ចឹងវាអត់ទាន់ចោលទេណាគឺខ្សែពណ៌ខ្មៅសុទ្ធជាខ្សែចែកចាយនេះបាទបងប្អូនមើលណានៅពេលដែលយើងកាច់សោមកគឺខ្សែពណ៌ខ្មៅសុទ្ធហ្នឹងចែកចាយទៅ7ចំណុចហ្នឹងប្រព័ន្ធភ្លើងដំបូងណាបាទរីឯបាទម្ខាងនេះវិញណាបាទម្ខាងនេះវិញគឺជាខ្សែពណ៌លឿងណាដែលចេញពីយ៉ូតដោយអាសង់ដែរបងប្អូនណាបាទចូលមកស័យចេញបាទចេញពីស័យអានេះទៅភ្លើងមុខបងប្អូនមានតួនាទីភ្លើងមុខរមីហ្នឹងបាទគឺជាខ្សែពណ៌លឿងនឹងឯងអញ្ចឹងបងប្អូនមើលទៅយ៉ូតទៅបាទក្នុងករណីប្រសិនបើភ្លើងបាទខូចណាភ្លើងនេះវាមានណាបងប្អូនមានយ៉ូតមួយចំនួនហ្នឹងវាកាត់ផ្ដាច់នៃចរន្តមានន័យថាភ្លើងចូលទៅមានបាទ12វ៉ុលដល់ចេញទៅពីប៉ែកនេះអត់មានណាបាទអញ្ចឹងបើសិនតែភ្លើងអត់ចេញទៅគឺមានន័យថាភ្លើងទៅបំរើគ្រឿងអេឡិចត្រូនិកបាទនៅលើតួម៉ូតូ sensor នៅលើតួម៉ូតូហ្នឹងគឺអត់ធ្វើការទេបាទវិធីកែយើងងាយស្រួលទេបងប្អូនបាទគឺយើងផ្ដាច់ណាផ្ដាច់អាខ្សែហ្នឹងនេះមកភ្ជាប់ជាមួយនឹងខ្សែពណ៌បាទណាបាទនេះមកភ្ជាប់ជាមួយនឹងខ្សែពណ៌បាទក្រហមឆ្នូតសណាអានេះវិធីកែណាតែបើយល់ល្អដូរទៅបងប្អូនណាព្រោះដោយសារអានេះគឺជាធម្មពលធ្វើការសាកនៅពេលដែលចាប់ដើមសាកភ្លើងបាទចេញតាមចរន្តហ្នឹងបាទឡើងមកចូលមកបាទអាគុយវិញដដែលណាបាទបងប្អូនយល់ណាមែនទេបាទអញ្ចឹងយើងរាប់អានេះខ្សែដុំភ្លើងបាទចេញពីដុំភ្លើងមកបាទកម្លាំងភ្លើងវាបាទនៅពេលយើងវាស់បានចាប់ពី90ទៅដល់130អាហ្នឹងដែលភ្លើងដែលគ្រប់គ្រាន់ណាអញ្ចឹងបើសិនតែភ្លើងទៀតជាងហ្នឹងប្រហែលតែ70 60ចុះក្រោមអីគឺអត់បានទេដុំភ្លើងនេះមានបញ្ហាខ្សោយទេបងប្អូនណាបាទហើយខ្សែនេះគឺមានតួនាទីបាទចេញពីយ៉ូតសាហ្នឹងគឺទៅភ្លើងមុខបងប្អូនបាទអានេះប្រើ
ភ្លើងដោយអសងនេះទេណានៅប្រើភ្លើងដោយអសងនេះទេបាទរោទៅភ្លឺខ្លាំងណាបាទខ្សែនេះគឺចេញពីយ៉ូតបាទភ្ជាប់ពីជើងខាងនេះបាទភ្ជាប់ពីជើងរបស់ខ្សែពណ៌ក្រហមណាឆ្នូតសហ្នឹងចេញមកតាមបាទខ្សែពណ៌បាទខ្មៅឆ្នូតក្រហមឆ្នូតខ្មៅណាបាទខ្សែនេះជាខ្សែភ្លើងបាទ12វ៉ុលបាទពេញណាបាទឡើងទៅសោហើយបើខ្សែមួយខ្សែនេះទៀតគឺជាខ្សែម៉ាស់តួទេតម្រង់យ៉ូតសាកប្រភេទ Scoopy 016ចុះក្រោមមកគឺអត់សូវខុសគ្នាទេបងប្អូនបូកសរុបទាំងប្រភេទ MSX បាទប្រភេទAveo ណាបាទអត់ខុសគ្នាទេអត់សូវខុសគ្នាហ្មងទេបងប្អូនណាបាទភ្លើងមួយហ្វានឹងហៅថាភ្លើងមួយហ្វាអូខេបងប្អូនបាទមេរៀនយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងណាពេញចិត្តវីដេអូជួយ share បាទចុច like ទៅឲ្យបានបងប្អូនយើងបានយល់បានច្រើនណាអូខេអរគុណច្រើនខ្ញុំបាទពុទ្ធាបាទជម្រាបលាអរគុណ